បាទជាបឋមសូមគោរពសម្ដេចអាយដាមលោកជំទាវលោកស្រីជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសជាតិកម្ពុជាខ្ញុំបាទសូមជម្រាបជូនថាផ្លូវជាតិលេខ10នេះគឺមានប្រវែងសរុប197គីឡូម៉ែត្រចុច363ហើយរហូតដល់ពេលនេះគឺយើងសាងសង់បាន98%ហើយក្នុងកិច្ចសន្យាសាងសង់គឺមានរយៈពេល66ខែមកដល់ពេលនេះគឺមានរយៈពេល65ខែហើយដែលបានសាងសង់ខ្ញុំក៏សូមជម្រាបជូនដែរថាគម្រោងនេះបើប្រៀបធៀបជាមួយនឹងគម្រោងផ្សេងទៀតមានការយឺតយ៉ាវបន្តិចដោយសារថាការងារសាងសង់ដែលមានការណែនាំដល់ខ្ពង់ខ្ពស់ពីអាយដាមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូនកម្រិតបច្ចេកទេសក៏ដូចជាតាក់ទងនឹងការងារបរិស្ថានត្រូវការគិតគូរខ្ពស់បំផុតហេតុនេះហើយគឺយើងក៏ត្រូវការពេលវេលាវែងខ្ញុំក៏សូមជម្រាបជូនដែរថានៅលើដងផ្លូវនេះមានស្ពានសរុប32ហើយនៅពីក្រោយខ្នងយើងនេះគឺស្ពានទី28ដែលខ្ពស់ជាងគេបំផុតមានប្រវែង538ម៉ែត្រកម្ពស់90ម៉ែត្រក្រៅពីនោះគឺមានលូមូលលូជ្រុងដែលយើងហៅថា box culvert pub culvert ហ្នឹងគឺមានសរុបរហូតដល់478កន្លែងហើយការងារសាងសង់នេះបងប្អូនប្រជាពលរដ្ឋបានឃើញនៅក្នុងរូបភាពគឺថាការងារសាងសង់នេះក្រុមការងារបច្ចេកទេសដែលមានការណែនាំផ្ទាល់ពីអាយដាមរដ្ឋមន្ត្រីគឺយើងគិតគូរខ្ពស់បំផុតតាក់ទងនឹងគុណភាពសុវត្ថិភាពព្រមទាំងការងារថែទាំបរិស្ថានពីព្រោះដោយសារផ្លូវនេះគឺឆ្លងកាត់ជ្រោះភ្នំចលងដងអូជាច្រើនហើយនៅពេលខាងមុខនេះគឺយើងនឹងមានពិធីមួយគឺពិធីភ្ជាប់ស្ពាននៅថ្ងៃទី8មេសាក្រុមអធិបតីភាពដ៏ខ្ពង់ខ្ពស់អាយដាមឧបនាយករដ្ឋមន្ត្រីស៊ុនចន្ទថលនិងអាយដាមរដ្ឋមន្ត្រីពេញពូនីនៅថ្ងៃទី8ដើម្បីភ្ជាប់ស្ពានហើយតាមគម្រោងគឺយើងនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្ដោះអាសន្នមួយអាទិត្យគឺក្នុងរយៈពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី11រហូតដល់ថ្ងៃទី17ហើយការឆ្លងកាត់នេះគឺឆ្លងកាត់តែពេលថ្ងៃទេហើយឆ្លងកាត់តែរថយន្តតូចទេគឺមិនអាចឲ្យរថយន្តធំឆ្លងកាត់បានទេហើយចំពោះក្រុមការងារយើងខ្ញុំផ្ទាល់សូមប្រកាសជូនបងប្អូនប្រជាពលរដ្ឋថាដែលសមិទ្ធផលមុនដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រសិទ្ធនាមថាផ្លូវបុប្ផាលាក់ខ្លួនគឺផ្លូវលេខ55ពីផ្លូវជាតិលេខ5ទៅច្រកព្រំដែនមកដាដែលមានប្រវែង184គីឡូម៉ែត្រក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីគឺយើងទទួលបានសមិទ្ធផលថ្មីមួយទៀតដែលមានស្ថានភាពដូចជាផ្លូវលេខ55ដូចជាផ្លូវបុប្ផាលាក់ខ្លួនដែរក្នុងនាមខ្ញុំបាទជាមន្ត្រីជំនាញក៏ដូចជាក្នុងនាមប្រជាពលរដ្ឋទាំងអស់សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកដឹកនាំក្នុងអាណត្តិទី6ហើយក្នុងអាណត្តិទី7នេះដែលមានការដឹកនាំដ៏ឆ្លៀសវៃរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតយើងនឹងបានសមិទ្ធផលមួយជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ហើយសមិទ្ធផលនេះបើយើងគិតពីផលប្រយោជន៍ចំពោះសេដ្ឋកិច្ចនិងសង្គមគឺបម្រើផលប្រយោជន៍ខ្លាំងបំផុតឥឡូវនេះគឺបងប្អូនប្រជាពលរដ្ឋយើងគឺអាចដឹកកសិផលឆ្ពោះទៅកាន់ខេត្តកោះកុងកំពង់ថើយទឹកជ្រៅបានហើយនេះគឺផលប្រយោជន៍សេដ្ឋកិច្ចចំពោះផលប្រយោជន៍សង្គមគឺបងប្អូនប្រជាពលរដ្ឋយើងទាំង3ខេត្តគឺខេត្តកោះកុងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងគឺទទួលបាននៅសមិទ្ធផលនេះសម្រាប់បម្រើឲ្យការធ្វើដំណើរគឺយើងឧទាហរណ៍ថាពីខេត្តបាត់ដំបងឬក៏ខេត្តពោធិ៍សាត់ចង់ទៅកោះកុងឬក៏ចង់ទៅកំពង់សោមគឺត្រូវទៅភ្នំពេញសិនប៉ុន្តែឥឡូវនេះគឺអត់ទេគឺថាយើងអាចធ្វើដំណើរតាមផ្លូវនេះត្រង់ទៅកោះកុងឬក៏ទៅកំពង់សោមហើយតទៅមុខទៀតក្រោមការចង្អុលបង្ហាញរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតគឺក្រសួងសាធារណការនឹងបន្តគិតគូរសាងសង់ផ្លូវឆ្អឹងជំនីផ្សេងទៀតភ្ជាប់ពីខេត្តមួយទៅខេត្តមួយ